ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ជួបគ្នាជាថ្មីជាមួយថ្នាក់រៀនគណិតវិទ្យាហើយនៅក្នុងវីដេអូនេះដែរខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងលំហាត់ត្រៀមប្រឡងបាក់ឌុបឆ្នាំ2025យើងហើយនេះគឺជាវិញ្ញាសាទី1ភាគទី1ដែរបាទអញ្ចឹងបើសិនបងប្អូនចង់រៀនទាក់ទងជាមួយនឹងវិញ្ញាសាត្រៀមប្រឡងបាក់ឌុបបងប្អូនអាចចុច follow page ក៏ដូចជា subscribe channel របស់ខ្ញុំបាទដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំនឹងអាប់ឡូតបន្តទៀតដើម្បីត្រៀមប្រឡងបាក់ឌុបឆ្នាំ2025នេះណាអូខេតាឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់លំហាត់យើងទាំងអស់គ្នាដែលលំហាត់យើងរមាំងមួយកណនីគឺ limit មាន3បាទទី1គឺ a ស្មើ limit x ខិតជិត1នៃ2កតានៃ x គូបដក1នៅលើ x ការ៉េដក 5x បូក4 b គឺស្មើនឹង limit x ខិតជិតបូកអាណននៃ ស្វ័យគុណ x កតានៃ2 ស្វ័យគុណ x ដក x នៅលើ2 ស្វ័យគុណ x បូក1ទាំងអស់ការ៉េហើយនឹង c limit x ខិតជិត pi នៅលើ6នៃ cos x ដករាយការ៉េនៃ sin x នៅលើ 3x ដក pi នៅលើ2មកអ្នកទាំងអស់គ្នាអាចធ្វើបានលំហាត់ប៉ុណ្ណឹងណាបាទអញ្ចឹងបងប្អូនអាចស្កប់វីដេអូក៏ហើយចាប់ផ្ដើមធ្វើលំហាត់នឹងមើលតើបងប្អូនអាចធ្វើបានអត់មិនថាបងប្អូនដែលត្រៀមប្រឡងមិនថាបងប្អូនទី11ទេអាចស្កប់វីដេអូគូហើយចាប់ផ្ដើមធ្វើណាថាធ្វើបានអត់ហើយបន្តមកចាំបងប្អូនត្រឡប់មកមើលចម្លើយរបស់លោកគ្រូវិញដើម្បីផ្ទៀងផ្ទាត់ចម្លើយរបស់បងប្អូនថាបងប្អូនធ្វើនឹងត្រឹមត្រូវដែរឬទេតោះឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់ដំណោះស្រាយទាំងអស់គ្នាតើឥឡូវយើងចាប់ផ្ដើមមកសំណួរ A ស្មើ limit x ខិតជិត1នៃ2កតានៃ x គូបដក1នៅលើ x ការ៉េដក 5x បូក4តោះអញ្ចឹងជំហានដំបូងអ្នកទាំងអស់គ្នាត្រូវមើលរៀងសិនណាការកណនី limit យើងត្រូវកណនីយកតម្លៃដែល x ខិតជិតប្រមាណយកទៅជួសដើម្បីមើលរៀងអញ្ចឹងយើងយក1ជួសចូលទៅ1គូប1 1ដក1 0បាទអញ្ចឹង0គុណ2 0ហើយខាងក្រោម1ការ៉េ1 1គុណនឹង5 5អញ្ចឹង1ដក5ដក4ដក4បូក4 0អញ្ចឹងប្រភេទ limit នេះគឺជាប្រភេទ limit រៀង0លើ0ណារៀង0លើ0អញ្ចឹងយើងចំណាំណាដើម្បីកណនី limit រៀង0លើ0យើងត្រូវធ្វើម៉េចណាយើងត្រូវដាក់ភាគយកជាផលគុណកតាដាក់ភាគបែងជាផលគុណកតាអញ្ចឹងទាំងអស់គ្នាសង្កេតមើលកន្លែងនេះ2កតានៃ x គូបដក1អញ្ចឹងកន្លែងនេះយើងអាចប្រើឯកលក្ខណៈភាពរបស់ថ្នាក់ទី9ទី8ដែលយើងរៀនមកគឺ a គូបដក b គូបណាស្មើនឹង a ដក b កតា a ការ៉េបូក ab បូក b ការ៉េបាទប្រើហ្នឹងមកណាប្រើរូបមន្តហ្នឹងមកអញ្ចឹងកន្លែងនេះ x គូបដក1យើងអាចសរសេរ x គូបដកណាដក1គូបអញ្ចឹង a យើងគឺ x b យើងគឺ1យើងអាចសរសេរបាន x ដក1កតា x ការ៉េបូក x គុណនឹង1បូក1ការ៉េឃើញទេយើងអាចសរសេរបែបហ្នឹងណាតែយើងសរសេរនឹងចូលមកស្មើនឹង limit x ខិតជិត1នៃ2កតានេះ x ដក1បាទ x ដក1កតា x ការ៉េបូក x ការ៉េបូក x គុណនឹង1បាន x យើងសរសេរតែ x ទៅបានហើយបូក1ការ៉េ1យើងសរសេរ1មកបាទនៅលើ x ការ៉េដក 5x បូក4អញ្ចឹងនេះតើយើងត្រូវធ្វើម៉េចបានផលគុណកតាយើងអាចគុណខ្វែងយើងអាចចែកស៊ីនេតិកអីចឹងទៅណាបាទអញ្ចឹងអ្វីដែលងាយលឿនយើងអាចប្រើវិធីគុណខ្វែងបាទអញ្ចឹងគុណខ្វែង x ការ៉េស្មើ x គុណនឹង x បាទ4ស្មើនឹង2គុណនឹង2ប៉ុន្តែបើ2គុណនឹង2 2បូក2បានតែ4នេះអញ្ចឹងអត់ចេញ5ទេអញ្ចឹងយក4គុណនឹង1បើ4គុណនឹង1 4បូក1បាន5នេះឃើញទេយើងយក4គុណនឹង1ដោយសារកដាលនេះដកអញ្ចឹងយើងអាចដាក់ដកដែរនេះដាក់ដកដែរដក4គុណដក1ក៏4ដែរណាអូខេយើងគុណខ្វែងបានដក 4x ឃើញទេគុណខ្វែងមកបានដក x
chẳng độ 4x độ x cứ bán độ 5x và chẳng phải bán độ 5x đấy vì nước bán độ 5x nhé chẳng về trời cho mùi nâng cái sao bao giờ ấy chẳng ai được xe bán cái sao nên chi hoặc con người ta máu bán x độ 4 cái ta này x độ mùi cho nên chẳng bán x độ 4 cái ta x độ mùi ok chứ như bạn cái sau một phần năng hay như sự kết mười ta miên cái ta được khi đại sầm rô bàn ọt chân ní miên x độ mùi được khi đấy và như sầm rô x độ mùi chào thế và đi sầm rô như bạn limit mấy bạn limit mấy dưỡng limit x khắc chật muối này quý cái ta x cái này bốc x bốc muối và này lứa x độ buồn trên cái này limit mấy dương chùm nua đồng lại lấy chỗ hàng lứa ban mùi cái đấy muối muối bột muối đi chú ăn muối và muối cái đấy muối muối bột muối pì pì bột muối 7 7 pi 5 muối và smile 5 muối nên lử muối độ buồn bán độ 7 chẳng smile của muối chạy bay ăn phí trên nhà đó bán độ pì và chẳng limit bao nhiêu cái smile đó độ pì ở lấy với mình to màu sủng nụ bí bà smile limit x khẩn chật bầu của nó phải con x cái ta này pi sẽ con x độ x này là pi sẽ con x bầu môi tầng ọc kare bà ở lấy từ bầu như mưa riêng sẵn á cho bây giờ chua tới này sẽ con bầu của nó này sẽ con bầu của nó chẳng hạn nên cái sóng nó cứ bầu của nó đây cho nên sẽ con bầu của nó con pi bầu môi là cái đây con bầu của nó này chẳng là riêng ăn non lừa nó nhé ăn non lừa nó ở cái này dương tại thương mình nè cái này đi nó lừa nón dương tự đặt được cái này khu chỉ cái ta chắc ấy trong cả cái này limit ra nó lừa nón nhưng tôi đặt được cái này khu chỉ cái ta chẳng anh ấy miền sẽ còn ít muối không miền sẽ còn ít muối đây cho nên thầy chập sẽ còn ít không muối tiền nè đặc biệt này sẽ còn ít không này cứ không cái này thì chập sẽ còn ít nữa với thầy nó không cái này mà toàn tiền ta là những phương mà chập lại mà ok smart limit x khắc chật bầu cả nón cho nên sẽ còn đi dương miền sáp dương chập sẽ còn đi mà toàn quá dương chập nó bàn sẽ còn x nè bà anh ấy bán quý đỏ đôi ghé x x trái sẽ còn x ok hàng cào từ bố dương chập sẽ còn đi được không vùng chỗ xanh ở toàn trên một cái đấy nè cho những bạn đặt tay chỉ khniếp nè chẳng bạn sẽ còn đây chập đi nòng sân máu chẳng bạn pì này sẽ còn x và này bạn pì này bây giờ con tới bạn pì sẽ còn đá đó chắc bột muối này lơ sẽ còn x những thế bây giờ con tới này sẽ còn x xem rồi sẽ còn x đây nên chẳng những con đấy bạn pì sẽ còn x hà này bạn sẽ còn x rồi sợ x ý mà hai cái này ta đại này cho bạn đá anh ấy sẽ còn x con sẽ còn x bạn sẽ còn px và trong bàn limit x khắc chật bầu cả nón cho nên bạn phải con px bây giờ ăn water bộ môn a sẽ còn âm con đường a sẽ còn ấn mà a sẽ còn âm bầu ấn chẳng x bầu x bạn px chẳng đây đấy ok to một tiết quý đó x này là sẽ còn x ok mà nên là hàng crom dương từ lẽ cái mà hôm nay dương prai được môn a con đường b từng ở sẽ còn ấn chẳng smart nâng a sẽ còn ấn con đường b sẽ còn ấn nhé bạn tranh cái lại ní trời ban sẽ còn x từng ở cái chẳng sẽ còn x nữa từng ở cái hai bạn con nữa pi bầu mùi này là sẽ còn x nữa cái này cho nên sẽ còn x từng ở cái nhưng prai được môn a sẽ còn ấmទាំងអស់ second ấn smart a second âm ấn chẳng pi con x thế này chẳng pi x chẳng bạn phải con pi x cái ta pi bầu môi này lỡ
ស្វ័យកូន x ទាំងអស់ការ៉េញ៉េតើមកយើងអាចសម្រួលស្វ័យកូន 2x នេះចោលបានដូចគ្នានេះបាទយើងសម្រួលទៅបាន limit ថ្មីយើងគឺស្មើ limit x ខាត់ចិត្តបូកអាណនខាងលើគឺបាន2ដក x នៅលើស្វ័យកូន x ចែក2បូក1នៅលើស្វ័យកូន x ទាំងអស់ការ៉េអញ្ចឹងកណនីតម្លៃវាទៅបាទកណនីតម្លៃវាទៅបានស្មើនឹងកណៃជួបបូកអាណនចូលនេះ x នៅលើស្វ័យកូន x គឺស្មើ0ត្រូវចាំណាព្រោះមុនយើង limit x ខាត់ចិត្តបូកអាណននៃ x នៅលើស្វ័យកូន x គឺស្មើ0អញ្ចឹងអានេះ0ចានេះបាន2អញ្ចឹង2នៅលើនេះ0ណានេះ1នៅលើស្វ័យកូន x 0ណាបាន2ការ៉េបាន4អញ្ចឹងសម្រួល2ចោលទៅបាន1នៅលើ2បាទអញ្ចឹងយើងត្រូវចាំណាអ្វីដែលត្រូវចាំគឺ limit x ខាត់ចិត្តបូកអាណននៃ x នៅលើស្វ័យកូន x គឺស្មើ0ណាត្រូវចាំអាហ្នឹងណាត្រូវចាំឥឡូវយើងបន្តមក limit c limit x ខាត់ចិត្ត pi លើ6នៃ cos x ដករេសការ៉េ3 sin នៃ x ចែកនឹង 3x ដក pi លើ2តោះឥឡូវដំបូងយើងជួសមើលរៀងសិនណាយើងជួស pi លើ6ចូលអញ្ចឹង cos pi លើ6ម៉ា cos 30ហ៎ cos 30មកឬ3លើ2នេះ sin 30ស្មើ1លើ2អញ្ចឹង1លើ2គុណឲ្យរឹស3បានរឹស3លើ2អញ្ចឹងដកមក0ណា0អញ្ចឹងរៀងខាងលើ0ខាងក្រោមនេះដាក់ pi នៅលើ6គុណ3ទៅសម្រួល3ចោល pi លើ2 pi លើ2ដក pi លើ2 0ដែរអញ្ចឹងរៀង0លើ0ប្រភេទនេះมันអាចដាក់ផុសគុណកតាសម្រួលបានទេដោយសារខាងលើជាប់អនុគមតេកោមៀតដល់ខាងក្រោមអត់មានឃើញអត់ចឹងអត់មានទេចាំមកអ្នកទាំងអស់គ្នាបំលែងដាក់ផុសគុណកតាសម្រួលគឺទៅអត់រួចទេអញ្ចឹងវិធីសាស្ត្រគឺមានតែតែមុនតាយើងអាចបំលែងខាងលើនេះសិនយើងអាចបំលែងខាងលើទៅដោយប្រើរូបមន្តផលបូកមុំណាផលបូកមុំនៃតេកោមៀតយើងណាអាចsin នៃ a បូក b ឬក៏ sin នៃ a ដក b សិនណាបាទអញ្ចឹងកន្លែងនេះយើងបំលែងវាសិនយើងមិនអាចតាំងទៅហ្មងបើតាំងទៅហ្មងក៏បានអត់អីគ្រាន់តែវាថាយើងពិបាកបន្តិចអញ្ចឹងណាអូខេតាឥឡូវបាទអញ្ចឹងយើងមើលសិនកន្លែងនេះគឺរឹស3នេះរឹស3វាគុណនេះប្រហែលនេះទាំងអស់គ្នា1ណាអញ្ចឹងបើយើងគិតថា1ការ៉េ1រឹស3ការ៉េ3បូក1គឺ4អញ្ចឹងរឹសការ៉េ4 2អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាប់2កតាណាចាប់2កតាមកអញ្ចឹងកន្លែងនេះស្មើនឹង limit x ខាត់ចិត្ត pi លើ6នេះចាប់2កតាអញ្ចឹងបាន1/2 cos x ណា1/2 cos x ដករឹស3នៅលើ2 sin x ចែក 3x ដក pi លើ2អូខេនេះបន្តមកនេះយើងបំលែងទៅជា sin នេះយើងបំលែងទៅជា cos ព្រោះយើងចង់ប្រើរូបមន្ត sin a ដក b ណាព្រោះរូបមន្តផលធៀបតេកោមៀតរបស់យើង limit គឺមានតែរូបមន្ត sin ណាយើងប្រើរូបមន្ត sin អញ្ចឹងបំលែងទៅគឺ sin ណាអញ្ចឹងតើ sin ប្រមាណស្មើកន្លះ cos ប្រមាណស្មើនឹងរឹស3លើ2យើងត្រូវហៅមុំមកវាដូចគ្នាកន្លែងហ្នឹងណាចឹងអត់គ្រឿងសញ្ញាទេយើងគិតថានេះយើងគិតថានេះបានហើយណាអញ្ចឹងយើងគិតទៅលើរង្វង់តេកោមៀត sin ដែលស្មើកន្លះគឺ sin 30ណា sin 30គឺ pi នៅលើ6បាទ sin 30នេះពួក cos 30ស្មើរឹស3លើ2 sin 30ស្មើ1លើ2ណាអូខេនេះ sin 30ណាគឺ pi នៅលើ6ណាអូខេហើយយើងអាចបំលែងមកយើងស្មើ limit x ខាត់ចិត្ត pi លើ6នេះបាន2 sin pi លើ6 cos x ដក cos
pi លើ 6 sin x នេះ sin pi លើ 6 ស្មើកន្លះហ្នឹងហើយកុស pi លើ 6 ស្មើនឹង 3 លើ 2 នេះចែកហ្នឹងនេះយើងអាចចាប់ណាយើងអាចចាប់ដក 3 កតាឬក៏យើងត្រឡប់តួសិនក៏បានចាំចាប់ក្រោយណាត្រឡប់តួសិនដើម្បីយើងតាំងទៅវាស្អាតទៅមកណាចឹងត្រឡប់តួគឺបានដក pi នៅលើ 2 បូក 3x សិនដើម្បីយើងតាំងទៅស្អាតមកដោយសាររូបមន្តយើងឥឡូវនេះបានកុសបានប្រើរូបមន្តទៅវាបាន pi លើ 6 ដក x អីណាបាទយើងមើលចឹងអូខេចឹងកន្លែងនេះយើងប្រើរូបមន្តsin a ដក b ស្មើនឹង sin a កុស b ដក sin b កុស a ឬកុស a sin b ដូចគ្នាទេណាចឹងកន្លែងនេះ sin a កុស b នេះឃើញទេ sin pi លើ 6 កុស x នេះ sin pi លើ 6 កុស x ដកនេះ sin x វិញឃើញអត់កុស pi លើ 6 វិញឃើញទេដូចគ្នាទេចឹងវាត្រូវស្មើ sin a ដក b a យើងគឺ pi លើ 6 b យើងគឺ x ណាអូខេចឹងកន្លែងនេះអាចទៅសេស្មើនឹង limit x ខិតជិត pi លើ 6 អានេះបាន 2 អានេះបាន sin ណាដាក់មិនដាក់វងកញ្ចក់ទេព្រោះយើងអំឡាយវាហើយយើងដាក់វងកញ្ចក់ក្នុងអូខេ sin pi នៅលើ 6 ដក x ខាងក្រោមយើងចាប់ដក 3 កតាមកចឹងបាន pi លើ 6 ដែរហើយដក x ដែរនេះឃើញដូចគ្នានេះបើយើងគុណចូលទៅសម្រួល 6 និង 3 បានដក pi លើ 2 ដែរអានេះបានបូក 3x ដែរឃើញទេយើងដាក់ដើម្បីវាដូចគ្នាងាយស្រួលយើងតាំងណាងាយស្រួលយើងតាំងបន្ទាប់មកយើងតាំងបានណាយើងតាំងមកតាំងតេអញ្ចឹងទៅស្មើនឹង pi នៅលើ 6 ដក x ហ្នឹងទៅអញ្ចឹងបើ x ខិតជិត pi លើ 6 នោះតេខិតជិត 0 អញ្ចឹងជួសវាចូលទៅអញ្ចឹងនាំឲ្យសេហ្នឹងគឺស្មើ limit តេខិតជិត 0 នេះអញ្ចឹងអានេះបាន 2 នៅលើដក 3 បាទយើងគឺដាក់ដក 2 លើ 3 មកដាក់ដកមកលើ3មកណាអូខេកូនហ្នឹងអានេះយើងជួសដោយតេបាទ sin តេនៅលើតេនេះតេឃើញទេអញ្ចឹងរួមមុនយើង sin តេលើតេកាលណា limit តេខិតជិត 0 ដូច sin x លើ x កាលណា x ខិតជិត 0 អញ្ចឹងណាគឺស្មើ 1 អញ្ចឹង 1 គុណដោយដក 2 លើ 3 បាទចម្លើយគឺស្មើដក 2 នៅលើ 3 អូខេនេះគឺជាចម្លើយរបស់យើងអរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើគិតថាវីដេអូនេះជំនួយដល់ការសិក្សារបស់បងប្អូនកុំភ្លេចចុច like share follow page ក៏ដូចជាចុច subscribe channel ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំអាប់ឡូតនៅពេលក្រោយអរគុណជួបគ្នានៅវីដេអូក្រោយ